សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះសិពេចថ្ងៃនេះខ្ញុំមកបង្ហាញវីដេអូតាក់ទងទៅនឹងការសម្ភាសយក Green Card សម្រាប់ Visa គូនដឹងតឯកសារនៅក្នុងសហរដ្ឋអាមេរិកអញ្ចឹងចំពោះអាណត្តិប្រធានាធិបតី Donald Trump គឺ2025ដល់2029អញ្ចឹងច្បាប់អន្តរប្រវេសន៍គឺមានការផ្លាស់ប្ដូរខ្លាំងមែនទែនហើយសម្រាប់ការធ្វើវីដេអូនីមួយៗគឺគេកម្រធ្វើមែនទែនអាសាវាចំណាយពេលច្រើនហើយធ្វើការសាវជីវច្រើនមែនទែនអានេះតាក់ទងនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អូម្នាក់គាត់បានចែករំលែកអឺគឺនៅពេលសភាជាមួយនឹងសានទូតUSCN នៅក្នុងសហរដ្ឋអាមេរិកនេះដើម្បីតយក Green Card របស់គាត់ស្ថិតនៅក្នុង Visa គូអណ្ដឹងហើយគាត់បានរៀបការនៅក្នុងសហរដ្ឋអាមេរិកនេះហើយអញ្ចឹងគាត់ត្រូវសម្ភាសយក Green Card អ្វីដែលគេត្រូវការ USCN ត្រូវការគឺគេមិនបានទាមទារឯកសារផុសតាំងបញ្ជាក់ពីទំនាក់ទំនងរបស់គាត់ទេគឺគេអត់ទាមទារតែម្ដងតែអ្វីដែលគេទាមទារគឺ passport របស់គាត់ហើយនឹងប្តីគាត់ហើយនឹង ID របស់ប្តីគាត់ហើយអ្វីដែលអស្ចារ្យទៀតនោះគេស៊ូគាត់តែ3សំណួរឯងតោះសំណួរគេខ្លះមកស្ដាប់វីដេអូនេះទាំងអស់គ្នាអូខេសំណួរទី1តើអ្នកធ្លាប់ធ្វើអ្វីខុសច្បាប់ពីមុនដែរឬទេសំណួរទី1តើអ្នកធ្លាប់ធ្វើអ្វីខុសច្បាប់ពីមុនដែរឬទេចម្លើយគឺអត់ទេអត់ដែរធ្វើខុសច្បាប់ទេសំណួរទី2តើអ្នកមានគម្រោងអ្វីដែលមិនល្អមកលើប្រទេសអាមេរិកដែរឬទេសំណួរទី2តើអ្នកមានគម្រោងអ្វីដែលមិនល្អមកលើប្រទេសអាមេរិកដែរឬទេចម្លើយ no សំណួរទី3តើអ្នកធ្លាប់មកប្រទេសអាមេរិកដោយខុសច្បាប់ដែរឬទេសំណួរទី3តើអ្នកធ្លាប់មកប្រទេសអាមេរិកដោយខុសច្បាប់ដែរឬទេអូខេ no ចម្លើយទេអញ្ចឹងចម្លើយគេសួរគាត់តែ3សំណួរទេចម្លើយគឺទេអ្នកនរគ្នាគិតមិនដែរចំពោះសំណួរហ្នឹងមានអារម្មណ៍ថាងាយណាស់ត្រូវអត់ប៉ុន្តែត្រូវស្ដាប់សំណួររបស់គេឲ្យច្បាស់ណាព្រោះនៅនេះតែយើងឆ្លើយ no គឺអត់ទេអត់ដែរធ្វើទេតែស្ដាប់សំណួរឲ្យច្បាស់ចាំឆ្លើយអា yes no question ហ្នឹងវាជាសំណួរដែលងាយស្រួលតែយើងត្រូវប្រុងប្រយ័ត្នដែរស្ដាប់សំណួរគេឲ្យជាក់ចាំញាក់ចិញ្ចើមឆ្លើយគិតមែនណាគាត់ទទួលបាន3សំណួរហើយជាសំណួរដែលងាយបំផុតហ្នឹងករណីទី1ករណីទី2ចំពោះអ្នកដែលខ្ញុំស្គាល់ទៀតគឺគាត់គឺ USCS ទាមទារផុសតាំងរបស់គាត់នៅពេលដែលគាត់បានទៅសភាហើយគាត់ចេះអង់គ្លេសតិចតួចទេអត់បានយកអ្នកបកប្រែទេហើយគាត់ព្យាយាមនិយាយអង់គ្លេសអីចឹងខ្ញុំស្ដាប់គាត់ដែរគាត់ព្យាយាមកាត់ន័យយល់អីចឹងហើយដោយសារតាពេលសម្ភាសហ្នឹងដោយសារគាត់សម្ភាសអង្គុយសម្ភាសតាំងពីអ្នកប្តីប្រពន្ធណាតែដល់ពេលហើយដោយសារតានៅពេលឆ្លើយហ្នឹងគាត់ជាប្រពន្ធហ្នឹងចូលចិត្តមើលមុខប្តីឆ្លើយរវាដោយរដេករដប់អីបន្តិចចឹងណាចឹងហើយបានជាគេបំបែកប្តីគាត់ឲ្យទៅក្រៅហើយគាត់គេចាប់ដើមសួរតែគាត់វិញអញ្ចឹងណាហើយ USCS ហ្នឹងបានទាមទារផុសតាំងបន្ថែមពីទំនាក់ទំនងរបស់គាត់អញ្ចឹងផុសតាំងបន្ថែមរបស់គាត់ហ្នឹងគឺគាត់មានឯកសាររូបថតរៀបការពីខ្មែរមកហងរូបថតនៅសហរដ្ឋអាមេរិកហ្នឹងផងហើយនៅពេលដែលគេសួរគាត់អត់សូវចេះអង់គ្លេសហ្មងទេនៅពេលដែលគេសួរគាត់ជាភាសាអង់គ្លេសតាក់ទងតើអ្នកធ្លាប់ត្រូវគេឃុំឃាំងឬក៏ត្រូវប៉ូលីសចាប់ពីមុនមកអត់ចឹងគាត់ស្ដាប់អត់យល់តែអ្នក USCS ហ្នឹងគេល្អដែរគេធ្វើសំឡេងវែវដូចឡាន ambulance អញ្ចឹងមានថាប៉ូលីសចាប់អីចឹងគាត់ឆ្លើយថាអត់ទេអត់ដែរមានគេចាប់ទេហើយតមកគេក៏សួរគាត់ថាទៀតថាតើអ្នកឯងមានទំនាក់ទំនងជាមួយនឹងអតីតប្រពន្ធចាស់របស់ប្តីគាត់អត់ចឹងណាថាមានថាទំនាក់ទំនងហ្នឹងមិនដែរគឺយើងឆ្លើយទៅថាទំនាក់ទំនងល្អអញ្ចឹងករណីអាហ្នឹងករណីទី2អ្នកនរគ្នាគិតមិនដែរយំការសម្ភាស Green Card ណាអ្នកនរគ្នាត្រូវដឹងសាច់រឿងរបស់អ្នកនរគ្នាច្បាស់អានេះទី1អញ្ចឹងដើម្បីសម្ភាសយក Green Card ជាប់បានគឺយើងត្រូវចំណុចទី1គឺយើងត្រូវដឹងសាច់រឿងរបស់យើងឲ្យបានច្បាស់ចំណុចទី2គឺយើងត្រូវតែសកួរផុសតាំងរបស់យើងហើយនឹងឯកសាររបស់យើងដែរមិនថាយើងមានផុសតាំង
គេយកហើយមិនយកក៏យើងត្រូវតែធៀមដែរដោយសារយើងមើលមិនឃើញទេចាករណីខ្លះគេយកករណីខ្លះគេមិនយកអាស្រ័យទៅលើរដ្ឋដែលយើងរស់នៅអ្នកដែលសភារបស់យើងហើយចំណុចទី3គឺភាសាពេលអ្នកនរគ្នាដឹងស្រាប់ហើយថានៅខ្មែរយើងមានការសភាមួយហើយប៉ុន្តែនៅសហរដ្ឋអាមេរិកនេះក៏ត្រូវឆ្លងកាត់ការសភាយក green card ដែរមានន័យថាការរស់នៅស្របច្បាប់អញ្ចឹងណាអញ្ចឹងហើយបើអ្នកនរគ្នាជឿជាក់ថាអង់គ្លេសយើងបានយើងគួរតែបើយើងឆ្លើយសំណួរបានយើងអាចរៀនឆ្លើយខ្លួនឯងទៅតែបើអង់គ្លេសយើងរដប់អត់ច្បាស់ទេយើងគួរតែមានអ្នកស្គាល់គ្នាបកប្រែជាភាសាអង់គ្លេសយើងទៅជាមួយយើងខ្ញុំគិតថាល្អជាងដោយសារការដាក់ពាក្យយក green card គឺយើងបន្ថយបន្ថាងមែនទែនគឺវាចំណាយពេលច្រើនហើយទាំងថវិកាទៀតអញ្ចឹងយើងកុំលេងសើចយើងកុំ challenge ទេអញ្ចឹងដោយសារតែបើយើងចេះច្បាស់ហ៊ានឆ្លើយហ៊ានឆ្លើយកាត់ន័យយល់តែបើយើងកាត់ន័យខុសពិបាកដែរណាអញ្ចឹងហើយខ្ញុំគិតថាគួរតែមានអ្នកបកប្រែបើភាសាយើងនៅមានភាសាអង់គ្លេសយើងនៅមានកម្រិតហើយចំណុចបន្ថែមទៀតគឺយើងត្រូវតែមានភាពស្មោះត្រង់ហើយចម្លើយពិតអីចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងហើយចំពោះបទពិសោធន៍អ្នកដែលសម្ភាសយក green card ផ្សេងទៀតមានបទពិសោធន៍អីជួយចែករំលែកសូមជួយធ្វើវីដេអូឬក៏ comment នៅក្នុងវីដេអូនេះបានដើម្បីជួយឲ្យអ្នកផ្សេងជាប់យក green card រស់នៅស្របច្បាប់ទាំងអស់គ្នាហើយកុំភ្លេចជួយ like and share វីដេអូនេះផងអរគុណជំរាបលា